ថ្ងៃខ្ញុំមកពីក្រុម DV6 ថ្ងៃនេះខ្ញុំបានអញ្ជើញកញ្ញាដែលសិក្សានៅសាលាស៊ីតិចមកបកស្រាយពីសួរកញ្ញាកញ្ញាអាចជួយណែនាំខ្លួនបានដែរទេខ្ញុំឈ្មោះអែមច័ន្ទវិស័យមកពីក្រុម DV6 ដែលខ្ញុំរៀនខាងជំនាញប្លង់និងរចនាមូលហេតុអីបានជ្រើសរើសយកជំនាញប្លង់និងរចនាខ្ញុំជ្រើសរើសជំនាញហ្នឹងដោយសារតែខ្ញុំចូលចិត្តខាងហ្នឹងហើយនៅថ្ងៃអនាគតខ្ញុំក៏ខ្ញុំចូលចិត្តចង់បានការងារធ្វើនៅខាងប្លង់អីហើយអ្វីបានជាបងសម្លឹងឃើញវិទ្យាសាស្ត្រស៊ីតិចខ្ញុំជ្រើសរើសជាស្ថានស៊ីតិចនេះដោយសារខ្ញុំបានមើលព័ត៌មានខាងសាលាដែលគាត់ផុសគាត់ខាងសាលាមានជំនាញច្រើនមុខលាយបញ្ចូលគ្នាដូចសាលាផ្សេងក៏គេមានតែខាងសាលានេះវារៀងប្លែកខុសគេអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាជ្រើសរើសយកសាលាស៊ីតិចយកមកសិក្សាខាងជំនាញហ្នឹងមានចំណាប់អារម្មណ៍មិនដែរនៅពេលដែលបានចូលសិក្សាវិទ្យាសាស្ត្រស៊ីតិចនៃមុខជំនាញរចនាមានអារម្មណ៍ថារៀងប្លែកដែរដោយសារតែយើងលើកទី1ដែរនៅក្នុងមករៀននៅសាកលវិទ្យាល័យអញ្ចឹងនៅខាងសាលាទាំងគ្រូទាំងនេះអីគឺអត់មានអីនេះគាត់ការបរៀនរបស់គាត់គឺល្អហើយបរិយាកាសជុំវិញក៏អត់អីដែរខាងក្នុងសាលាក្នុងអីការរៀបចំទាំងនៅក្នុងថ្នាក់ទាំងនៅខាងក្រៅអីហ្នឹងគឺមានសណ្ដាប់ធ្នាប់ល្អហើយបើចំណាប់អារម្មណ៍ចំពោះការសិក្សាវិញគឺជំនាញមួយគឺមានគ្រូគាត់លម្អិតល្អហើយជំនាញមានច្រើនមុខច្រើនបែបនៅក្នុងការរៀននៅក្នុងសាលានេះចឹងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជំនាញចំណេះកាន់តែច្រើនចេះកាន់តែច្រើនដោយសារថាក្នុងសាលាមានជំនាញច្រើនមុខច្រើនបែបច្រើនរបៀបដែលបរៀនគាត់លោកគ្រូគាត់លើកយកមកបរៀនចឹងបងអាចកញ្ញាអាចជួយរៀបរាប់ពីផលវិបាកនិងគុណសម្បត្តិនៃការសិក្សាជំនាញរចនាបើនិយាយពីគុណសម្បត្តិដោយសារតែសាលាយើងរៀងប្លែកកុសគេមានជំនាញច្រើននៅក្នុងនោះលាយបញ្ចូលគ្នាមានទាំងស្ថាបត្យកម្ម interior design ហើយមានរួមចូលជាមួយនឹង fashion ហើយ studio photography ហើយនឹងមានជំនាញច្រើនមុខទៀតដែលសាលាផ្សេងគាត់អត់ដាក់ចូលរួមនៅក្នុងម៉ោងសិក្សារបស់គាត់ទេមួយវិញទៀតហ្នឹងគឺលោកគ្រូអ្នកគ្រូគាត់បរៀនគឺគាត់បញ្យល់យើងបានល្អក្បោះក្បាយហើយគាត់មកមេរៀនគឺគាត់រៀនបរៀនយើងឲ្យយល់មកដល់ពេលបាក់វិញខ្ញុំអត់សូវឃើញមានច្រើនទេនៅក្នុងសាលារបស់យើងគ្រាន់តែថាសាលារបស់យើងរៀនប្រភេទថងថាយើង freestyle អញ្ចឹងដល់ពេលសាលាផ្សេងដែលគេចង់មកអីចឹងគឺគេអាចឡំចូលមកនៅក្នុងសាលាយើងបានសេរីយើងអត់ដឹងថាមួយណាសិស្សសាលាគេឬមួយសាលាយើងមានតែប៉ុណ្ណឹងអរគុណច្រើនណាស់ថ្ងៃនេះបានអញ្ជើញបងមកបកស្រាយសូមជម្រាបលាលោកគ្រូ